ទៅជាដកសក់របស់អ្នកចេញវាអាចទ្រាំទ្រទម្ងន់បានប្រហែល40 កាក់ហើយនឹងមិនផ្ដាច់ចុះបើកាត់សក់ពាក់កណ្ដាលហើយចុងពួកវាជាខ្សែពួរបន្ទាប់មកកម្លាំងសរុបរបស់វាអាចលើករថយន្តសិស្សធំបានប្រសិនបើអ្នកកាត់សក់របស់អ្នកទាំងអស់វាអាចជាការបំភ្លើបន្ទាប់ពីពួកគេបត់ចូលទៅក្នុងខ្សែពួរអាចទ្រទម្ងន់បានប្រហែល15 តោននោះជាទម្ងន់ស្ទើរតែដូចគ្នាទៅនឹងត្រីបាឡែនសត្វតោតូចមួយបានបង្ហាញខ្លួននៅក្នុងសក់របស់ស្ត្រីសត្វតោបានក្រវ៉ាត់ស្បែកក្បាលរបស់គាត់យ៉ាងតឹងជាមួយនឹងក្រញាំរបស់វាហើយបានខំពួកគេនឹងបន្តស្រូបយកឈាមនៅលើស្បែកក្បាលរបស់អ្នកនេះនឹងធ្វើឲ្យស្បែកក្បាលរបស់អ្នកឈឺចាប់និងរមាស់បន្តិចម្ដងរឹតតែហួសចិត្តទៅទៀតពួកគេដាក់ពងនៅជិតស្បែកក្បាលដោយសារតែពួកគេមានអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពជាងនៅលើស្បែកក្បាលរបស់ពួកគេគ្រូម្ដាយឲ្យតែញ៉ាស់របៀបរស់នៅរបស់ពួកគេគឺដូចជាកំណាប់ពួកគេនឹងបន្តបំផ្លាញស្បែករបស់អ្នកជីវិតបែបនេះពួកគេអាចរស់នៅបានច្រើនជាង1 ខែហើយកាន់តែច្រើនដូច្នេះសត្វតនៅលើក្បាលរបស់អ្នកនឹងពិបាកដកចេញដូច្នេះនៅដើមដំបូងយើងបានជួបប្រទះស្ថានភាពនេះត្រូវការការព្យាបាលវេជ្ជសាស្ត្រឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន